សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះពួកយើងនឹងនិយាយពីប្រធានបទតាក់ទងនឹងមាសនិងភាគហ៊ុន AI អ្នកវិនិយោគទូទាំងពិភពលោកកំពុងសួរពីសំណួរដ៏មានអំណាចមួយតើគួរដាក់ប្រាក់ទៅលើមាសឬក៏ទៅលើភាគហ៊ុន AI មាសបានការពារទ្រព្យសម្បត្តិមនុស្សអស់រាប់សតវត្សមកហើយវាមិនដួលរលំក្នុងមួយយប់ទេហើយវារក្សាតម្លៃបានល្អនៅពេលដែលមនុស្សគ្រប់គ្នាមានភាពភ័យខ្លាចនឹងអតិផរណាប៉ុន្តែភាគហ៊ុន AI ផ្ដល់អ្វីមួយដែលមាសមិនអាចផ្ដល់បាននោះគឺការលូតលាស់របស់វា AI បំលែងទិន្នន័យទៅជាប្រាក់ចំណេញហើយបំលែងប្រាក់ចំណេញនោះទៅជាតម្លៃភាគហ៊ុនដែលកើនឡើងនៅពេលទីផ្សារដួលរលំមាសអាចជួយការពារយើងបានប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចកើនឡើងភាគហ៊ុន AI អាចបង្កើនទ្រព្យសម្បត្តិបានលឿនជាងទ្រព្យសម្បត្តិភាពផ្សេងទៀតវិនិយោគិនឆ្លាតវៃមិនជ្រើសរើសតែអ្វីមួយនោះទេពួកគេប្រើមាសសម្រាប់ស្ថិរភាពនិងប្រើភាគហ៊ុន AI សម្រាប់ការលូតលាស់រយៈពេលវែងមាសការពារទ្រព្យសម្បត្តិរបស់យើងចំណែកឯភាគហ៊ុន AI គឺបង្កើនទ្រព្យសម្បត្តិរបស់យើងដូច្នេះហើយការដឹងថាពេលណាត្រូវប្រើមាសឬភាគហ៊ុន AI គឺជាអត្ថប្រយោជន៍ដ៏ពិតប្រាកដប្រសិនបើបងប្អូនចូលចិត្តវីដេអូប្រភេទនេះសូមជួយចុច follow ដើម្បីទទួលបានគន្លឹះវិនិយោគបន្ថែមទៀតសូមអរគុណ